បាទនេះគឺជាដំណើរនៃការដើរចេញបាទរបស់បាទក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀងរួមជាមួយនឹងបាទក្លឹបបាល់ទាត់OI កំពង់រាវបាទដោយសមាជិកទាំងពីរក្រុមបាទគឺប្រើប្រាស់ឯកសណ្ឋានបាទពណ៌បាទគេហៅថាផ្ដាច់គ្នាតែម្ដងបាទព្រមទាំងបាទ OI កំពង់រាវពណ៌ក្រហមបាទស្របពេលដែលព្រះខ័នរាជស្វាយរៀងប្រើប្រាស់ឯកសណ្ឋានអាវពណ៌ cute អាជាបាទគេលេឋានម្ចាស់ផ្ទះរបស់ខ្លួនបើយ៉ាងណាក៏ដោយបាទសម្រាប់ការប្រកួតនៅខេត្តសៀមរាបក៏បានបញ្ចប់បាទគឺព្រះខ័នរាជស្វាយរៀងបានចំណេញ2ពិន្ទុបាទនៅក្នុងការប្រកួតសប្តាហ៍នេះហើយបាទបន្ទាប់ពីភ្នំពេញក្រោនស្មើគ្នាជាមួយនឹងអង្គរ Tiger 0-0បាទបន្ថែមគម្លាតបន្ថែមទៀតនៅក្នុងការឈរនៅកំពូលតារាងបាទនេះគឺជាការសិទ្ធិបញ្ចូលទីរបស់ខ្សែបម្រើគឹមសុកយុទ្ធបាទនៅនាទីទី16បាទតាមរយៈការទាត់បាល់ដ៏ល្អបាទនៅដំបូលទូករបស់ MOI កំពង់រាវបាទជាការទាត់ដ៏ល្អតែម្ដងបាទមួយជើងនេះបាទជាគ្រាប់បាល់បាទទី1នៅក្នុងវគ្គទី1ក៏មានឱកាសជាបន្តផងដែរបាទពីប្រខ័នរាជស្វាយរៀងតែរបស់បាទសឿវិសាលប៉ុន្តែចាប់ជាប់ដោយអ្នកចាំទី Wagner Augusto បាទស្របពេលដែលបាទមានការប៉ះទង្គិចគ្នាបន្តិចបាញ់មិញបាទជាមួយនឹង Patrick Robson បាទហើយក៏ចប់វគ្គទី1បាទមិនមានបាទគ្រាប់បាល់បន្ថែមទៀតទេបាទក្រៅពីលទ្ធផល1-0គឺព្រះខ័នរាជស្វាយរៀងបាទនាំមុខទៅលើ MOI កំពង់រាវឈានចូលដល់វគ្គទី2ការបាទចេញពីជើងរបស់ MOI កំពង់រាវបាទគឺជាបាទការរកគ្រាប់បាល់បានដដែលរបស់បាទព្រះខ័នរាជស្វាយរៀងបាទតាមរយៈការបាទទាត់បាល់បញ្ចូលទីខ្លួនឯងរបស់បាទខ្សែការពារស្លាប់ឆ្វេងច័ន្ទសនិតបាទដែលជាការបញ្ជូនបាល់កាត់មកក្នុងពីខ្សែបម្រើប្រយុទ្ធ Patrick Robson បាទពីស្លាប់ខាងស្ដាំបាទអិនខិនណារ៉ូបាទគឺព្យាយាមនៅក្នុងការបិទចង្វាក់របស់បាទ Patrick ដែរប៉ុន្តែបាទការបាទពញាក់បាទក៏ដូចជាការកាត់បាល់មករបស់ Patrick គឺល្អមែនទែនបាទដែលធ្វើឲ្យបាទច័ន្ទសនិតបាទគាត់ព្យាយាមដែរនៅក្នុងការបាទរុញបាល់ចេញទៅខាងលើបាទប៉ុន្តែបាល់មិនចេញទៅខាងលើបែរជាបាទចូលទីខ្លួនឯងស្របពេលដែលបាទ Patrick Robson មានឱកាសនៅក្នុងការទាត់បាល់បញ្ចូលទីដែរប៉ុន្តែធ្វើមិនបានសម្រេចតាមរយៈការបញ្ជូនបាល់របស់បាទប្រេប្រាខ្វាមេហើយក៏បាទមានឱកាសនៅក្នុងការសុទ្ធបញ្ចូលទីផងដែរប៉ុន្តែបាល់នេះបាទគឺឡងជាមួយនឹងបូលគោលទីរួចក៏ប៉ះជាមួយនឹងបាទខ្វាមេប្រេប្រាបាទគណៈដាវWagner Augustoបាទទៅតវ៉ាភ្លាមតែម្ដងជាមួយនឹងលោកអញ្ញាកដាបាទរដ្ឋានីហើយលោករដ្ឋានីក៏សម្រេចបាទផ្ដាល់បាល់នេះបាទគឺមិនយកជាការហើយជាគ្រាប់បាល់ offside បាទដូច្នេះចាប់ការប្រកួតជាផ្លូវការបាទគឺព្រះខ័នរាជស្វាយរៀងទទួលបាន3ពិន្ទុបន្ថែមទៀតនៅក្នុងសប្តាហ៍នេះបន្ទាប់ពីយកឈ្នះទៅលើបាទ MOI កំពង់រាវបាទដោយលទ្ធផលបាទ2-0បាទនៅក្នុងការប្រកួតដំណាក់កាលទី2សប្តាហ៍ទី21